บัดสมกรุณជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាដែលកំពុងតែតាមដានទស្សនាវីដេអូមួយនេះហើយថ្ងៃនេះខ្ញុំមានវីដេអូមួយដែលចែករំលែកអំពីបច្ចេកវិទ្យារបស់ MG G5 ចំនួនថា MG G5 ជាប្រភេទរថយន្តបែបម៉េចសូមទស្សនាវីដេអូនេះទាំងអស់គ្នាឥឡូវយើងកុំឲ្យខាតពេលវែងឡើយយើងចូលទៅលក្ខណៈពិសេសរបស់ MG G5 ថាមានលក្ខណៈពិសេសពីខ្លះខ្ញុំសូមលើកយកនៅផ្នែកខាងក្រៅហើយនៅផ្នែកខាងមុខបន្តិចសិនសម្រាប់ MGG5 មានរូបរាងបែបទាន់សម័យបាទហើយបើនិយាយពីប៉ាណាវិញធំល្អមែនតើហើយអំណាចមែនតើបាទត្រូវ MGG5 ហើយសម្រាប់ប្រព័ន្ធភ្លើងហៅថាប្រព័ន្ធគុជគឺភ្លឺច្បាស់ល្អមែនតើនៅពេលយប់ហ្នឹងនៅដោយខ្ញុំបានបញ្ជាក់ពីដំបូងអញ្ចឹងMGG5 ជាប្រភេទរថយន្តដែលបើកទ្វារធម្មតាអត់បែប route ទេបាទអញ្ចឹងដែលខ្ញុំហៅថា SUV លា MPV បាទហើយយើងចូលមកដល់បច្ចេកទេសនៃម៉ាស៊ីនបាទម៉ាស៊ីនយើងប្រើម៉ាស៊ីន4 1.5 បាទផលិតកម្លាំងសេសបានរហូតដល់169សេសបាទហើយនឹងកម្លាំងរមួលរហូតដល់250 Newton ហើយសម្រាប់ប្រអប់លេខយើងប្រើប្រអប់លេខ7វគ្គបាទ7វគ្គអូតូបាទហើយចូលមកដល់ផ្នែកខាងក្នុងនៃរថយន្ត MGG5 យើងមានជម្រើស7កៅអីជូនបាទពីមុនយើងមាន8កៅអីតែឥឡូវយើងមានត្រឹមតែ7កៅអីទេដើម្បីងាយស្រួលដើម្បីដើរទៅកៅអីទីជួរទី3ហើយមានភាពងាយស្រួលអត់ចាំបាច់កាច់កៅអីឡើងចុះទេដោយសារយើងមានចន្លោះអាចដើរបានកៅអីគឺយើង design ជាមួយនឹងស្បែកពូកបាទទន់មានគុណភាពខ្ពស់ហ្នឹងហើយនៅផ្នែកខាងក្នុងក៏យើងបំពាក់ទៅដោយអេក្រង់កំសាន្តបាទទំហំធំអមមកជាមួយនឹង Apple CarPlay ឬក៏ Android Auto ផងដែរហើយយើងមានកាមេរ៉ាងាយស្រួលនឹងការចូលចតអមជាមួយនឹង sensor ផងដែរបាទសរុបសេចក្តីនៃ MG G5 នេះគឺជាប្រភេទរថយន្តដែលមានដំបូលខ្ពស់និងមានកៅអី3ជួរអាចបត់បានដោយមិនចង្អៀតណានិយាយទៅគឺផាសុកភាពតែម្ដងអាចនិយាយបានថាជារថយន្ត SUV ខ្នាតធំតែម្ដងបាទបងប្អូនចង់ដឹងលម្អិតអំពីការបើកបរសាកល្បងអាចទាក់ទងមកខ្ញុំបានរដ្ឋាភិបាលខ្ញុំបាននឹងជូនពុកម៉ែបងប្អូន test drive ហើយនឹងសាកល្បងអំពីប្រព័ន្ធបច្ចេកវិទ្យាដែលខ្ញុំបានរៀបរាប់ខាងលើបាទជាចុងក្រោយខ្ញុំបាទសូមអរគុណដល់ពុកម៉ែបងប្អូនទាំងអស់គ្នាដែលតាមដានទស្សនាវីដេអូនេះតាំងពីដើមរហូតដល់ចប់ជួបខ្ញុំបាទរដ្ឋានៅ showroom អរគុណច្រើន